ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងមានរឿងពីរទី1គឺរឿងផ្ដើមចេញពីយើងចេតនាចេញពីយើងគិតចង់ធ្វើអីយើងគិតមុនរបស់ផ្ដើមចេញពីយើងតែមកយើងគិតចង់បើកមណ្ឌលកម្មាកំព្រាគិតចង់ធ្វើនេះគិតចង់ធ្វើនោះផ្ដើមចេញពីយើងទៅមុនតែគិតផ្ដើមចេញពីយើងទៅមុនតែយើងគិតក្នុងអារម្មណ៍សត្វក្នុងអារម្មណ៍រកប្រយោជន៍មកខ្លួនយើងអាលាយល់ទេគិតពីរឿងខុសរឿងត្រូវមានប្រយោជន៍ឬអត់ប្រយោជន៍គួរឬមិនគួរធ្វើរឿងហ្នឹងយល់ទេនឹងរឿងទី1គឺផ្ដើមចេញពីយើងទៅរឿងទី2មិនមែនផ្ដើមចេញពីយើងទេគឺផ្ដើមចេញពីគេមកហើយយើងប្រតិកម្មទល់នឹងគេយល់ទេយើងប្រតិកម្មទល់នឹងគេមានតែពីរហ្នឹងរឿងផ្ដើមចេញពីយើងហើយនឹងរឿងផ្ដើមចេញពីគេthì យើងប្រតិកម្មទល់នឹងគេនោះទៅយល់ទេទោះបីផ្ដើមចេញពីយើងក៏ដោយផ្ដើមចេញពីគេក៏ដោយយើងប្រតិកម្មទល់នឹងរឿងដែលគេផ្ដើមនោះក៏ដោយដំបូងដៃបំផុតត្រូវចូលមកដល់ខួរហ្នឹងរឿងទាំងអស់ត្រូវចូលមកដល់ខួរហ្នឹងសិនរួចហើយគិតឲ្យដឹងខុសត្រូវរួចហើយចាំចេញទៅទាំងសកម្មភាពដែលចេញពីយើងនិងសកម្មភាពដែលយើងប្រតិកម្មទៅនឹងភាសាហ្នឹងយល់ទេរឿងទាំងអស់ត្រូវចូលមកដល់ខួរហើយគិតដោយស្មោះត្រង់យល់ទេហ្គេមគឺលេងត្រង់ខួរហ្នឹងគិតហេតុផលតក្កៈហ្នឹងយល់ទេអត់មានលេងត្រង់ចិត្តទេអប់រំចិត្តអីអត់មានរឿងចិត្តទេគឺរឿងតថេយល់ទេរឿងគិតហេតុផលតក្កៈរកអារម្មណ៍យល់ត្រូវយល់ទេរួចធ្វើទៅសកម្មភាពដែលផ្ដើមចេញពីយើងក៏ដោយសកម្មភាពដែលផ្ដើមចេញពីគេហើយយើងគិតដើម្បីប្រតិកម្មទល់នឹងគេក៏ដោយគឺត្រូវគិតដោយស្មោះត្រង់គិតដោយសុចរិតទៀងត្រង់មានន័យថាគិតខុសគិតត្រូវត្រង់ថ្លែងក្នុងអារម្មណ៍តែមួយយល់ទេ